អស់គ្នាថ្ងៃនេះខ្ញុំមករំលឹកអំពីមេរៀនត្រៀមប្រឡងដែលយើងត្រូវប្រឡងនឹងថ្ងៃស្អែកហើយទី1យើងថែរក្សាយើងថែរក្សាភ្នែកដោយអានសៀវភៅក្រោមពន្លឺគ្រប់គ្រាន់ជួបភ្នែកនឹងកន្សែងស្អាតមិនប្រើវត្ថុរឹងឬលាមដៃកខ្វក់ទៅប៉ះភ្នែកមិនត្រូវងូតទឹកកខ្វក់មិនត្រូវងូតទឹកកខ្វក់ឬងូតទឹកកខ្វក់2យើងថែរក្សាច្រមុះដោយប្រើកន្សែងស្អាតខ្ទប់ច្រមុះពេលដើរកាត់កន្លែងមានធូលីខ្ទប់ច្រមុះពេលដើរកន្លែងមានដីឬមានធូលីមិនប្រើវត្ថុរឹងលុកច្រមុះទី3យើងថែរក្សាទ្រជាដោយជួតទ្រជានឹងកន្សែងស្អាតការពារទ្រជាកុំឲ្យសត្វល្អិតចូលឬទឹកចូលការគឺទឹកឬសត្វល្អិតចូលមិនប្រើវត្ថុរឹងឬម្រាមដៃញកច្រមុះមិនត្រូវស្ដាប់សំឡេងរាំរំពងខ្លាំងខ្ទប់ត្រចៀកនិងដើរចេញពីកន្លែងមានសំឡេងរាំរំពងខ្លាំង4យើងថែរក្សាមាត់ធ្មេញដោយខ្ពប់មាត់ធ្មេញឲ្យបានស្អាតជានិច្ចមិនត្រូវញ៉ាំអាហារត្រជាក់ពេកក្តៅពេកទី5យើងថែរក្សាគ្រាងកាយនិងខ្លួនយើងថែរក្សាខ្លួនប្រាណដោយយកកន្សែងស្អាតមកជូតខ្លួនប្រើកន្សែងស្អាតជូតខ្លួនឲ្យបានស្អាតជានិច្ចត្រូវលាងដៃក្រោយពីត្រូវចេះលាងដៃជានិច្ចមុននឹងបរិភោគអាហារឬចេញពីបង្គន់ស្លៀកពាក់ស្អាតត្រូវងូតទឹកយ៉ាងតិចក្នុងមួយថ្ងៃ2 ដង